សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការនិទានរឿងខ្មោចដ៏រន្ធត់យប់នេះខ្ញុំមានសាច់រឿងដ៏ជក់ចិត្តមួយដែលមានរហូតដល់12ភាគបកស្រាយអំពីអាថ៌កំបាំងនៃវិញ្ញាណនិងកម្មផលដែលមិនអាចមើលឃើញដោយភ្នែកទទេបានរឿងរ៉ាវនេះចាប់ផ្ដើមឡើងចេញពីជីវិតយុវជនម្នាក់ឈ្មោះសុភ័ក្រគេមិនដែលជឿរឿងអរូបីឡើយរហូតដល់ថ្ងៃដែលមិត្តភ័ក្តិសម្លាញ់បំផុតរបស់គេគឺវិបុលបានលាចាក់លោកទៅទាំងមិនដឹងខ្លួនប៉ុន្តែការស្លាប់នេះមិនមែនជាការបញ្ចប់ឡើយព្រោះវិញ្ញាណដែលមិនអស់ចិត្តបានតាមលងបន្លាចសុភ័ក្រដល់ក្នុងដំណេករហូតដល់បង្ខំចិត្តឲ្យគេសម្រេចចិត្តបោះបង់ជីវិតជាគ្រោះទៅសាងភ្នោះជាព្រះសង្ឃដើម្បីកិច្ចពីស្រមោលអតីតកាលតើការបួសជាព្រះសង្ឃអាចជួយឲ្យគេផុតពីវិញ្ញាណមិត្តភ័ក្តិបានដែរឬទេហើយហេតុអ្វីបានជាយប់ដំបូងក្នុងវត្តអារាមសុភ័ក្របែរជាត្រូវប្រឈមមុខនឹងវិញ្ញាណថ្មីមួយទៀតដែលមានការចង់អាឃាតយ៉ាងខ្លាំងក្លាទៅវិញទៅមកសូមតាមដានសាច់រឿងភាគទី1ដូចតទៅដើមឡើយសុភ័ក្រនិងវិបុលគឺជាមិត្តស្លាប់រស់នឹងគ្នានៅពេលវិបុលស្លាប់សុភ័ក្រមានការសោកស្ដាយជាខ្លាំងប៉ុន្តែក្រោយបុណ្យ7ថ្ងៃអ្វីក៏ប្រែប្រួលជាចម្លែករាល់យប់ដែលសុភ័ក្រសម្រាកគេងតែងតែឮសំឡេងគេហៅឈ្មោះល្វើយចេញពីក្នុងសភាពងងឹតមិនត្រឹមតែប៉ុណ្ណោះគេបានជួបនឹងហេតុការណ៍ខ្មោចសង្កត់ដែលស្ទើរតែធ្វើឲ្យគេដកដង្ហើមមិនរួចដោយឃើញវិញ្ញាណវិបុលមកឈរជន់លើទ្រូងទាំងមុខស្លេកស្លាំងដោយមានភាពភ័យខ្លាចសុភ័ក្រក៏បានសម្រេចចិត្តលាឈប់ពីការងារនៅទីក្រុងហើយធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីបួសជាព្រះសង្ឃក្នុងវត្តចាស់មួយក្រោមការមើលថែពីព្រះគ្រូចៅអធិការដែលត្រូវជាអ៊ំបង្កើតគេសង្ឃឹមថាម្លប់ព្រះពុទ្ធសាសនានឹងជួយការពារគេពីវិញ្ញាណដែលតាមលោកបំលាញប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃអាថ៌កំបាំងដ៏ធំជាងនេះប៉ុណ្ណោះភាគ2សម្រេចក្នុងកុដិនិងអាថ៌កំបាំងដែលលាក់បាំងបន្ទាប់ពីបានឃើញវិញ្ញាណរបស់វតីឈរនៅមុខជណ្ដើរផ្ទះបុណ្យសពលោកបងភ័ក្របានចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្តទើលតែសោះទោះបីជាពេលនេះលោកបួសជាសង្ឃមានសិលការពារខ្លួនក៏ដោយប៉ុន្តែហាក់ដូចជាមានអ្វីម្យ៉ាងចង់ប្រាប់លោកថារឿងរ៉ាវនៅពីក្រោយការស្លាប់របស់ក្មេងស្រីម្នាក់នេះមិនមែនសាមញ្ញដូចអ្នកភូមិនិយាយដើមគ្នានោះឡើយយប់នោះក្រោយពីត្រឡប់មកពីសូត្រមន្តបុណ្យសពក្នុងវត្តអារាមទាំងមូលប្រែជាស្ងាត់ជ្រងំលោកបងសុភ័ក្រគង់នៅក្នុងកុដិតែម្នាក់ឯងព្យាយាមសូត្រធម៌ដើម្បីឲ្យរងាប់ចិត្តស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យទ្វារបង្អួចរបើកផាំងនៅពេលលោកងើបទៅបិទបង្អួចភ្នែករបស់លោកក៏ប្រទះឃើញស្រមោលមនុស្សស្រីម្នាក់ឈរនៅក្រោមដើមពោធិ៍ធំក្បែរកុដិនោះនាងស្លៀកសំលៀកបំពាក់អាវប៉ាក់ពើសសំពត់ចង់ក្បិនឈរអនមុខចុះប៉ុន្តែដៃរបស់នាងហាក់ដូចជាកំពុងអង្អែលពោះខ្លួនឯងតិចនោះគឺវតីលោកបងភ័ក្រភ័យខ្លាចខ្លាំងក៏ប្រញាប់បិទបង្អួចហើយព្យាយាមសម្រាកក្នុងដំណេកលោកបានយល់សពឃើញវតីនាងយំរហូតដល់ទឹកភ្នែកហូរចេញជាឈាមនាងមិនបាននិយាយអ្វីច្រើនទេគ្រាន់តែចង្អុលទៅកាន់ផ្ទះរបស់នាងរួចនិយាយតិចថាខ្ញុំមិនបានសម្លាប់ខ្លួនឯងទេកូនរបស់ខ្ញុំក៏មិនទាន់ស្លាប់ដែរសម្ដីនេះធ្វើឲ្យលោកបងភ័ក្រងាកព្រឺតទាំងបែកញើសខ្លួនពេញតើមានន័យយ៉ាងណាថានាងមិនបានសម្លាប់ខ្លួនចុះជាអ្នកណាធ្វើបាបនាងព្រឹកឡើងលោកបងសុភ័ក្រក៏បានយកសេចក្តីយល់សប្តិនិងហេតុការណ៍ដែលបានជួបទៅប្រាប់អ៊ំថាបង្ហាញទឹកមុខស្រពោនរួចនិយាយថាលោកប្អូនវិញ្ញាណដែលស្លាប់ដោយអយុត្តិធម៌តែងតែរកអ្នកជួយវតីនាងស្លាប់ទាំងកំហឹងនឹងការអាម៉ាស់ការដែលនាងមករកលោកប្អូនព្រោះនាងដឹងថាលោកប្អូនមានចិត្តបរិសុទ្ធនិងមានខ្សែភ្នែកអាចមើលឃើញនាងអ៊ំថាបន្ថែមទៀតថាតាមពិតទៅឪពុកចុងវតីមានចរិតចម្លែកនិងមិនសូវដែលបង្ហាញការសោកសៅពិតប្រាកដចំពោះការស្លាប់របស់កូនស្រីនោះឡើយលោកបងសុភ័ក្រចាប់ផ្ដើមយល់ថាវិញ្ញាណមិត្តភ័ក្តិឈ្មោះវិបុលដែលតាមលោកបំលាចនៅកាលពីគាត់នៅភ្នំពេញប្រហែលជាចង់ដាស់តឿនលោកឲ្យមកទីនេះដើម្បីជួយរកយុត្តិធម៌ឲ្យនរណាម្នាក់តើវិបុលនិងវតីមានទំនាក់ទំនងអ្វីនឹងគ្នាកាលពីមុនមែន
តើឪពុកចុងរបស់វតីលាក់បាំងអ្វីពីរឿងទាំងអស់នេះភាគទី3តម្រុយក្នុងសុបិននិងស្រមល់អតីតកាលអកំបាំងកាន់តែរីកធំឡើងនៅពេលដែលវិញ្ញាណរបស់វិបុលមិត្តភ័ក្តិដែលបានស្លាប់នៅភ្នំពេញនិងវិញ្ញាណរបស់វតីក្មេងស្រីដែលស្លាប់នៅក្នុងស្រុកស្រែហាក់ដូចជាមានចំណងតាក់ទងគ្នាម្យ៉ាងដែលលោកបងសុភ័ក្រមាននឹកស្មានដល់យប់នេះលោកបងសុភ័ក្រនឹងត្រូវប្រឈមមុខនឹងការពិតដ៏ជូរចត់មួយដែលត្រូវបានលាក់បាំងជាយូរនោះហើយនៅកណ្ដាលរាត្រីអាត្រៀនក្នុងខណៈដែលលោកបងសុភ័ក្រកំពុងសមាធិស្រាប់តែមានខ្យល់ត្រជាក់ស្រេបបក់មកប៉ះកាយលើកនេះមិនមែនជាវតីទេប៉ុន្តែគឺជាវិញ្ញាណរបស់វិបុលបង្ហាញខ្លួនក្នុងសភាពថ្លាឈរនៅជ្រុងកត់ម្ខាងរួចនិយាយទាំងសំឡេងខ្សៅថាភ័ក្រជួយវតីផងនាងគឺជាប្អូនស្រីជីដូនមួយរបស់ខ្ញុំសេចក្តីស្លាប់របស់នាងនិងខ្ញុំគឺមានអ្នកនៅពីក្រោយខ្នងលោកបងសុភ័ក្រភ្ញាក់ព្រឺតយ៉ាងខ្លាំងព្រោះលោកមិនដែលដឹងទាល់តែសោះថាវិបុលនិងវតីជាសាច់ញាតិនឹងគ្នាភ្លាមនោះសំឡេងយំខ្សឹបខ្សួលរបស់មនុស្សស្រីក៏បន្លឺឡើងពីខាងក្រោយកត់លោកបងសុភ័ក្របាននិមន្តចេញទៅមើលក៏ឃើញវិញ្ញាណវតីកំពុងអង្គុយយំនៅមាត់ស្រះទឹកក្នុងវត្តទឹកមុខរបស់នាងប្រែជាគួរឲ្យខ្លាចខ្លាំងម្ដងម្កាលហាក់ដូចជាមានកំហឹងដែលមិនអាចបំភ្លេចបាននាងបានហុចកន្សែងដីមួយដែលជោកដោយឈាមមកឲ្យលោកបងសុភ័ក្រក្នុងកន្សែងនោះមានសរសេរអក្សរយ៉ាងខ្លីថាជួយសងសឹកឲ្យកូនខ្ញុំផងមុននឹងរលាយបាត់ទៅនាងបានចង្អុលទៅកាន់ទិសខាងកើតនៃភូមិដែលជាកន្លែងផ្ទះរបស់គ្រូខ្មោចម្នាក់ព្រឹកឡើងលោកបងសុភ័ក្របានយកកន្សែងទៅបង្ហាញអ៊ំថាបានពិនិត្យមើលរួចប្រាប់ថានេះគឺជាកន្សែងដែលវតីប្រើប្រាស់សម្រាប់ខ្ទប់មាត់ពេលនាងត្រូវគេបង្ខំឲ្យលេបថ្នាំអ្វីម្យ៉ាងអ៊ំថាបានបង្ហើបថាឪពុកចុងរបស់វតីគឺជាមនុស្សលេងអាគមខ្មៅហើយប្រហែលជាគេចង់យកប្រលឹងកូនក្នុងផ្ទៃរបស់នាងធ្វើជាកូនក្រដើម្បីពង្រីកមុនអាគមរបស់គេលោកបងសុភ័ក្រកាន់តែព្រឺក្បាលខណៈពេលដែលដឹងថាសត្រូវពិតប្រាកដមិនមែនជាខ្មោចដែលតាមលងលោកទេប៉ុន្តែគឺជាមនុស្សដែលរស់ដែលមានចិត្តសាហាវជាជាងសត្វព្រៃវិបុលស្លាប់ទៅនៅភ្នំពេញប្រហែលជាដោយសារគេមិនដឹងរឿងនេះហើយព្យាយាមមករារាំងឪពុកចុងរបស់វតីតើលោកបងភ័ក្រក្នុងនាមជាព្រះសង្ឃអាចតតាំងនឹងមន្តអាគមខ្មៅរបស់ឪពុកចុងវតីបានដោយរបៀបណាភាគទី4អកំបាំងកូនក្រក់និងមន្តខ្មៅរបស់គ្រូថ្មប់សេចក្តីស្លាប់របស់វតីមិនមែនបណ្ដាលមកពីការគិតខ្លីឡើយប៉ុន្តែវាគឺជាផែនការដ៏ខ្មៅងងឹតរបស់មនុស្សម្នាក់ដែលនាងធ្លាប់ហៅថាពុកយប់នេះលោកបងសុភ័ក្រនឹងត្រូវដឹងការពិតដ៏រំភើបដែលថាហេតុអ្វីបានជាវិញ្ញាណវតីមិនអាចទៅចាប់ជាតិបានហើយហេតុអ្វីបានជានាងតែងតែបង្ហាញខ្លួនក្នុងសភាពជឿចាប់និងអង្អែលពោះខ្លួនឯងជានិច្ចតាមរយៈការចង្អុលបង្ហាញរបស់វិញ្ញាណវិបុលបានធ្វើឲ្យលោកបងសុភ័ក្របានសម្រេចចិត្តនិមន្តទៅកាន់ផ្ទះចាស់មួយដែលនៅឆ្ងាយដាច់ពីគេពីភូមិនៅទីនោះលោកបានឮសំឡេងងៅដូចជាគេសូត្រមន្តអាគមលោកបានលួចមើលតាមប្រឡោះជញ្ជាំងឈើនិងឃើញឪពុកវតីកំពុងអង្គុយបួងសួងនៅមុខរូបសំណាក់ខ្មៅដ៏ងងឹតមួយអ្វីដែលរំភើបនោះគឺនៅពីមុខគេមានដបកែវមួយដែលផ្ទុកទៅដោយកូនក្រក់ទារកដែលមិនទាន់កើតដែលគ្រូនោះបានយកចេញពីផ្ទៃពោះរបស់វតីភ្លាមនោះខ្យល់ព្យុះបានបោកបក់មកយ៉ាងខ្លាំងវិញ្ញាណរបស់វតីបានលេចរូបរាងឡើងយ៉ាងច្បាស់ពេញទៅដោយកំហឹងនាងព្យាយាមស្ទុះទៅរកឪពុកចុងប៉ុន្តែត្រូវបានអ្វីម្យ៉ាងមករារាំងដោយខ្សែពឿក្រហមដែលគ្រូថ្មប់នោះបានចងជុំវិញវតីស្រែកយំទាំងការឈឺចាប់លោកបងសុភ័ក្រឃើញសភាពបែបនេះក៏ចាប់ផ្ដើមសូត្រមន្តមេត្តាផ្សាយមេត្តាចិត្តដើម្បីរំងាប់កំហឹងនិងជួយការពារវិញ្ញាណវតីពន្លឺពើមាសចេញពីស្បង់ចីវររបស់លោកបានធ្វើឲ្យអាគមខ្មៅក្នុងបន្ទប់នោះចាប់ផ្ដើមចុះខ្សោយលោកបងសុភ័ក្របានប្រញាប់និមន្តមកកាន់វត្តវិញទាំងយប់ដើម្បីពីព្រោះជាមួយអ៊ំថាបានប្រាប់ថាលោកប្អូនគ្រូថ្មប់នោះគឺកំពុងឃុំវិញ្ញាណកូនរបស់វតីដើម្បីធ្វើជាបាវបំរើ
បើមិនដោះលែងកូនក្រក់នោះទេវិញ្ញាណវតីប្រែជាព្រាយអាមដែលសាហាវបំផុតព្រោះជាការចងអាឃាតរបស់ម្ដាយដែលបាត់បង់កូនគឺខ្លាំងណាស់អ៊ំថាបានប្រគល់ខ្សែកថាការពារមួយជូនលោកបងសុភ័ក្រដើម្បីត្រៀមខ្លួនសម្រាប់យប់ដែលព្រះច័ន្ទពេញវងមកដល់ការតស៊ូរវាងធัวសនិងអាគមខ្មៅបានចាប់ផ្ដើមហើយលោកបងសុភ័ក្រដឹងច្បាស់ថាប្រសិនបើលោកបងមិនអាចជួយដោះលែងកូនក្រក់នោះទេមិនត្រឹមតែវតីដែលវិនិច្ឆ័យឡើយសូម្បីតែអ្នកភូមិនឹងត្រូវជួបគ្រោះថ្នាក់ដែរតើលោកបងភ័ក្រនឹងហ៊ានចូលទៅក្នុងផ្ទះគ្រូធ្មប់ម្ដងទៀតដើម្បីលួចយកដបកែវកូនក្រក់នោះដែរឬទេហើយវិបុលនឹងផ្ដល់តម្រុយអ្វីខ្លះបន្តទៀតភាគទី5វិញ្ញាណមិត្តលាតត្រដាងនិងអន្តិអាគមតើអ្នកដឹងទេថាហេតុអ្វីបានជាវិបុលត្រូវស្លាប់នៅភ្នំពេញហើយហេតុអ្វីបានជាវិញ្ញាណគេមិនព្រមទៅណាចេះតែតាមលងដាស់តឿនលោកបងសុភ័ក្ររហូតដល់ទីនេះយប់នេះការពិតដល់ខ្លោចផ្សារនឹងត្រូវបានលាតត្រដាងក្នុងខណៈដែលគ្រូធ្មប់ចិត្តអាក្រក់ចាប់ផ្ដើមដឹងខ្លួនថាមានអ្នកកំពុងតាមស៊ើបពីក្រោយខ្នងរបស់គេក្នុងខណៈពេលដែលលោកបងសុភ័ក្រកំពុងសម្រាកកាយវិញ្ញាណរបស់វិបុលបានបង្ហាញខ្លួនយ៉ាងច្បាស់ជាងរាល់សប្ដងវិបុលបាននាំលោកបងភ័ក្រចូលទៅក្នុងសុបិននិមិត្តក្នុងសុបិននោះលោកបានឃើញវិបុលព្យាយាមលួចយកដបកូនក្រក់ចេញពីគ្រូផ្ទះគ្រូធ្មប់កាលពីខែមុនប៉ុន្តែត្រូវបានគ្រូធ្មប់នោះប្រើអាគមគុំសង្កត់និងបញ្ជាឲ្យវិញ្ញាណអាក្រក់តាមសម្លាប់វិបុលដល់ទីក្រុងវិបុលបានស្លាប់មិនមែនដោយសារគ្រោះថ្នាក់ដោយចៃដន្យទេប៉ុន្តែគឺដោយសារអំពើរបស់គ្រូធ្មប់នេះឯងនៅខាងក្រៅកុដិស្រាប់តែមានសម្លេងស្រែកយ៉ាងរំភើបវតីដែលមិនអាចទ្រាំនឹងការឈឺចាប់ដែលកូនរបស់នាងត្រូវបានគេឃុំទុកបានចាប់ផ្ដើមបាត់បង់សតិសម្បជញ្ញៈរូបរាងដ៏ស្អាតបាតក្នុងអាវប៉ាក់ពឺអសបានប្រែជាសក់បាសរញ៉េរញ៉ៃភ្នែកឡើងក្រហមនឹងឈាមនិងមានក្រចកវែងនាងបានហោះសម្ដៅទៅផ្ទះឪពុកចុងដើម្បីសងសឹកប៉ុន្តែត្រូវអាគមងងឹតបោកបក់និងធ្វើឲ្យនាងចុះមកដល់ដីទាំងក្តីវេទនាលោកបងសុភ័ក្របានឃើញដូច្នេះក៏ប្រញាប់កាន់កថាដែលអ៊ំថាឲ្យចុះទៅជួយសង្គ្រោះវិញ្ញាណវតីគ្រូធ្មប់ត្រូវជាឪពុកចុងបានដើរចេញមកពីផ្ទះទាំងទឹកមុខកាចគេសើចចំអកឲ្យលោកបងភ័ក្រថាលោកប្អូនកុំចេះដឹងរឿងគ្រួសារគេបើមិនចង់ស្លាប់ដូចមិត្តភ័ក្តិលោកទេឆាប់ប្រញាប់ទៅវត្តវិញទៅលោកបងសុភ័ក្របានតាំងចិត្តយ៉ាងរឹងមាំរួចសូត្រមន្តអាគមការពារដើម្បីបង្កើតជាពន្លឺពិតជុំវិញខ្លួនលោកនិងវតីគ្រូធ្មប់ចាប់ផ្ដើមប្រើអាគមបញ្ជាឲ្យកូនក្រក់ចាញ់មកខំព្រលឹងម្ដាយខ្លួនឯងដែលជារឿងអយុត្តិធម៌បំផុតក្នុងលោកសាច់រឿងភាគទី5បញ្ចប់ដោយភាពតានតឹងលោកបងសុភ័ក្រត្រូវបានសម្រេចចិត្តថាតើត្រូវប្រើធัวត្រជាក់ដើម្បីរងាប់ឬត្រូវប្រើវិជាដែលអ៊ំថាបង្រៀនដើម្បីតតាំងហើយវត្តតើនាងអាចដឹងខ្លួនវិញដែរឬទេនៅពេលដែលឃើញកូនបង្កើតរបស់នាងត្រូវបានគេបញ្ជាឲ្យមកធ្វើបាបនាងបែបនេះភាគទី6វិញ្ញាណម្ដាយកូននិងពន្លឺធัวសង្គ្រោះតើចិត្តមនុស្សអាចសាហាវដល់កម្រិតណានៅពេលដែលកូនក្រក់ត្រូវឪពុកចង់ចិត្តខ្មៅបញ្ជាឲ្យមកខំស៊ីប្រលឹងម្ដាយបង្កើតរបស់ខ្លួនឯងយប់នេះលោកបងសុភ័ក្រត្រូវប្រឈមមុខនឹងសោកនាដកម្មដ៏ធំបំផុតខណៈពេលដែលវិញ្ញាណរបស់វិបុលកំពុងព្យាយាមផ្ដល់តម្រុយចុងក្រោយដើម្បីបំបែកអាគមឃុំឃាំងកូនក្រក់នោះក្នុងសភាពងងឹតស្លុបវិញ្ញាណកូនក្រក់ដែលតូចល្អិតបានហោះសម្ដៅមកខំញីញក់វិញ្ញាណរបស់វតីមិនបានតដៃឡើយនាងបានត្រឹមតែយំនិងហៅឈ្មោះកូនទាំងក្តីស្រឡាញ់លោកបងភ័ក្រឃើញសភាពបែបនេះក៏តាំងសមាធិយ៉ាងមុតមមរួចបាចអង្គាសិលដែលលោកបានសូត្រចម្រើនព្រះបរិត្តរាល់គ្រាប់អង្គដែលប៉ះនឹងវិញ្ញាណកូនក្រក់បានធ្វើឲ្យវាស្រែកយំក្នុងសម្លេងក្មេងខ្ចីនិងឈប់ធ្វើបាបវតីនៅក្នុងខណៈដែលគ្រូធ្មប់កំពុងរវល់សូត្រមន្តបញ្ជាកូនក្រក់វិញ្ញាណរបស់វិបុលបានទាញដៃបងសុភ័ក្រក្នុងសត្វភាពវិញ្ញាណឲ្យមើលទៅក្រុមផ្ទះឈើនោះទីនោះមានកប់ឆ្នាំងដីមួយដែលចងទៅដោយអំបោះពឿខ្មៅនេះគឺជាឆ្នាំងដីឃុំប្រលឹងដែលគ្រូធ្មប់ប្រើសម្រាប់បង្ខាំងសពវតីមិនឲ្យទៅចាប់ជាតិនិងដើម្បីគ្រប់គ្រងកូនក្រឲ្យកាន់តែកាចសាហាវវិបុលចង់ឲ្យលោកបងសុភ័ក្រកំតិចឆ្នាំងដីនោះចេញដើម្បីដោះលែងវិញ្ញាណវតីនិងកូនរបស់នាងគ្រូធ្មប់ដឹងខ្លួនថាមានអ្នកមករំខានគេក៏ចាប់ផ្ដើមគុំអាគមបញ្ជាព្រាយឲ្យមកពាត់លោកបងសុភ័ក្រស្រមោលខ្មៅរឹបសឹប
ban tranh pi không đầy chia diêm tiền bong chơi vo lục bong sụp hẹ ban lơ cắt tha rồi bỏ ông thà lần sạp tại miền phần lư bừa miệt chết tranh mô giang khẳng cầm tạch sờ mò pria tiếng nục tách tỉ cừu mọc chập đầm bệnh như nâng tọa slot pro kê miền nực man thả pre song để tơ bù thay mong miền ba mây khăng bẹp ní sọប៉ុន្តែគ្រូថ្មមានព្រមចោះចាញ់ឡើយគេបានគម្រាមថាប្រសិនបើលោកបងសុភ័ក្រនៅតែចេះដឹងរឿងនេះគេនឹងសម្លាប់មនុស្សគ្រប់គ្នាក្នុងភូមិដោយអាបថ្មលោកបងសុភ័ក្រក៏សម្រេចចិត្តយ៉ាងណាតើលោកនឹងហ៊ានទៅកំទេចឆ្នាំងដីឃុំប្រលឹងដែលកប់ក្រំដីនោះបានដែរឬទេភាគទី7យប់ដោះលែងនិងអកំបាំងក្រំដីនៅពេលដែលកម្ពុជាបានមកដល់មនុស្សចិត្តខ្មៅដែលមិនរាថយអំពើអាក្រក់ឡើយយប់នេះលោកបងសុភ័ក្រត្រូវបានធ្វើកិច្ចការដ៏គ្រោះថ្នាក់បំផុតគឺការចូលទៅកំទេចឆ្នាំងដីឃុំប្រលឹងដែលធ្មប់នោះកប់ទុកប្រសិនបើលោកធ្វើមិនបានសម្រេចវិញ្ញាណរបស់វតីនិងកូននឹងត្រូវคล้ายជាបាវបំរើអាគមងងឹតជារៀងរហូតក្រោមពន្លឺច័ន្ទដែលបាំងដោយពពកខ្មៅលោកបងភ័ក្របាននិមន្តយ៉ាងស្ងៀមស្ងាត់ទៅកាន់ក្រុមផ្ទះរបស់លោកគ្រូថ្មក្នុងដៃលោកមានកាន់ចបតូចមួយនិងទឹកមន្តដែលអ៊ំថាបានប្រសិទ្ធយ៉ាងស័ក្តិសិទ្ធិលោកបងសុភ័ក្រចាប់ផ្ដើមកាយដីនៅចំកន្លែងដែលវិញ្ញាណវិបុលបង្ហាញប្រាប់កាន់តែជីកកាន់តែជ្រៅក្លិនអាសយក៏កាន់តែភាយឡើងហាក់ដូចជាមានសពសត្វងាប់នៅទីនោះរាប់ឆ្នាំអញ្ចឹងនៅពេលដែលលោកបងសុភ័ក្រប៉ះចំឆ្នាំងដីស្រាប់តែមានសំឡេងស្រែកហូរកញ្ជ្រៀវបំលឺឡើងពេញបរិវេណផ្ទះគ្រូថ្មដែលកំពុងដេកនៅលើផ្ទះបានភ្ញាក់ព្រឺតរួចស្ទុះចុះមកទាំងកំហឹងលោកប្អូនឈប់ភ្លាមលោកប្អូនឈប់ភ្លាមបើមិនចង់ឲ្យឆ្នាំងនេះคล้ายជាកន្លែងដាក់វិញ្ញាណលោកប្អូនដែលទេនោះគ្រូថ្មបានបោះម្សៅអាគមដាក់លោកបងសុភ័ក្របង្កើតជាហ្វូងខ្មោចតូចមកខំជើងលោកប៉ុន្តែលោកបងសុភ័ក្រមិនរាថយលោកបានសូត្រមន្តចៃបរិទ្ធយ៉ាងខ្លាំងរហូតដល់ហ្វូងខ្មោចទាំងនោះខ្លាចរអាទោះជាការរារាំងយ៉ាងណាក៏ដោយលោកបងសុភ័ក្របានយកទឹកមន្តស្រោចទៅលើឆ្នាំងដីរួចវាយកំទេចចោលប្រៅភ្លាមនោះផ្សែងខ្មៅស្រអាប់បានហុយចេញពីក្នុងដីឆ្នាំងរួចប្រែជាពណ៌សស្អាតវិញ្ញាណរបស់វតីដែលធ្លាប់តែសាហាវក៏ប្រែជារូបរាងដើមវិញនាងបានរត់មកអបវិញ្ញាណកូនក្រក់ដែលទៅតែដោះលែងបាននាងសម្លឹងមើលលោកបងសុភ័ក្រដោយកែវភ្នែកដឹងគុណបំផុតចំណងឃុំឃាំងត្រូវបានបំបែកប៉ុន្តែគ្រូថ្មចិត្តអាក្រក់បានរងអំពើត្រឡប់ទៅវិញរហូតដល់ធ្លាក់ឈាមតាមមាត់និងភ្នែកគេបានគំរាមទាំងដង្ហើមចុងក្រោយថាគេនឹងមិនស្លាប់ម្នាក់ឯងឡើយតើគ្រូថ្មនោះនឹងប្រើមុនចុងក្រោយអ្វីដើម្បីសងសឹកហើយវតីនិងកូនអាចទៅចាប់ជាតិបានដែរឬទេភាគទី8ទោះបីជាឆ្នាំងដីឃុំប្រលឹងត្រូវបានកំទេចប៉ុន្តែកំហឹងរបស់មនុស្សដែលចាញ់អាគមមានទាន់រលត់ឡើយយប់នេះគ្រូថ្មចិត្តអាក្រក់ដែលជាឪពុកចុងវតីបានសម្រេចចិត្តប្រើជីវិតខ្លួនឯងជាធ្ងោនឹងការសងសឹកដោយហៅមិត្តភក្តិម្នាក់ទៀតដែលជាគ្រូអាគមងឹតកាន់តែខ្លាំងក្លាឲ្យមកជួយតើលោកបងសុភ័ក្រអាចការពារអ្នកភូមិបានដែរឬទេនៅពេលដែលអាបនិងថ្មចាប់ផ្ដើមក្រឡុកពេញភូមិបន្ទាប់ពីធ្លាក់ឈាមតាមមាត់ដោយសារអាគមបកត្រឡប់ឪពុកចុងវតីមិនបានកែខ្លួនឡើយគេបានលូនវាទៅក្នុងបន្ទប់សម្ងាត់រួចដុតទៀនក្រមូលមេខ្មោចដើម្បីផ្ញើសារទៅតាមខ្យល់កាន់គ្រូម្នាក់ទៀតដែលរស់នៅក្នុងព្រៃជ្រៅក្នុងពេលជាមួយគ្នាវិញ្ញាណរបស់វតីនិងកូនទោះបីជាមានសេរីភាពប៉ុន្តែពួកគេនៅមិនទាន់អាចទៅចាប់ជាតិបានព្រោះមានខ្សែចំណងអាគមបំបាំងម្យ៉ាងដែលចងជាប់ជាមួយពួកគេទៅនឹងឈាមរបស់គ្រូថ្មនេះយប់នោះបាញ់មួយភូមិចាប់ផ្ដើមមានរឿងចម្លែកសត្វពាហនៈដូចជាគោក្របីបានដេកស្លាប់ទាំងបើកភ្នែកហើយសាកសពរបស់ពួកវាហាក់ដូចជាត្រូវបានគេបឺតជញ្ជក់ឈាមអស់ពីខ្លួនអ្នកភូមិចាប់ផ្ដើមភ័យខ្លាចនិងនាំគ្នាសម្រុកមកកាន់វត្តអារាមដើម្បីសុំការពារលោកបងសុភ័ក្រឃើញសភាពការមិនស្រួលក៏បានដឹកនាំអ្នកភូមិសូត្រមន្តអាគមការពារប៉ុន្តែស្រាប់តែមានពន្លឺបីតង់ហោះកាត់លើមេឃនោះគឺក្បាលអាបដែលត្រូវបានគ្រូថ្មថ្មីបញ្ជូនមកនៅកណ្ដាលភាពចលាចលបរោះចំណាស់ម្នាក់ទៀតដែលស្លៀកពាក់ឈុតខ្មៅមានយ័ន្តពេញខ្លួនបង្ហាញខ្លួននៅមុខផ្ទះគ្រូថ្មគេគឺជាគ្រូខ្មៅពីភ្នំគូលែនដែលជាគ្រូដើមរបស់ឪពុកចុងវតី
គេមកដើម្បីសងសឹកឲ្យកូនសិស្សនិងដើម្បីយកវិញ្ញាណវតីធ្វើជាមេព្រាយបំរើអាគមរបស់គេបន្តលោកបងសុភ័ក្រនិងអ៊ំថាត្រូវរួមកម្លាំងគ្នាដើម្បីតបទល់នឹងគ្រូថ្មដែលមានវិជ្ជាខ្លាំងក្លាជាងមុនរាប់ពាន់ដងសង្គ្រាមអាគមបានឈានដល់កម្រិតកំពូលលោកបងសុភ័ក្រដឹងថាបើលើកនេះមិនមែនត្រឹមតែជួយវតីឡើយប៉ុន្តែគឺត្រូវសង្គ្រោះជីវិតអ្នកភូមិទាំងមូលតើអ៊ំថានឹងប្រើវិជ្ជាអ្វីដើម្បីតបទល់នឹងក្បាលអាបហើយវិញ្ញាណមិត្តភ័ក្តិវិបុលនឹងលេចមកជួយលោកបងសុភ័ក្រម្ដងទៀតក្នុងរូបភាពបែបណាភាគទី9យប់អាបជញ្ជក់ឈាមនិងពលីកម្មរបស់វិបុលនៅពេលដែលគ្រូខ្មៅពីភ្នំកលែនបញ្ចេញមុនវិជ្ជាភូមិទាំងមូលត្រូវធ្លាក់ក្នុងភាពភ័យខ្លាចសម្រែកសัตว์យំកោកកកលាយឡំជាមួយនឹងពន្លឺក្រហមឆ្អៅនៃក្បាលអាបដែលហោះក្រឡឹងកត់លោកបងសុភ័ក្រយប់នេះមិនមែនត្រឹមជាការដោះលែងវិញ្ញាណវតីតែប៉ុណ្ណោះទេប៉ុន្តែជាយប់ដែលវិបុលត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយដើម្បីការពារមិត្តភ័ក្តិសម្លាញ់របស់គេកិច្ចពីគ្រោះថ្នាក់ដល់ជីវិតគ្រូខ្មៅចិត្តសាហាវបានប្រើអាគមហៅហ្វូងអាបដែលជាបាវបំរើរបស់គេឲ្យមកឡំពាត់វត្តអារាមពន្លឺបៃតងនិងក្រហមហោះពេញមេឃព្យាយាមទម្លុះរបងសិលដែលលោកបងសុភ័ក្រនិងអ៊ំថាបានចង់ការពារអ្នកភូមិដែលជ្រកកននៅក្នុងវិហារម្នាក់ភ័យញ័រដោយកូនសัตว์លោកបងសុភ័ក្រត្រូវតាំងស្មារតីឲ្យនឹងបំផុតព្រោះបើលោកបងបាត់សមាធិរបងសិលនឹងរលាយបាត់ហើយជីវិតមនុស្សរាប់រយនាក់នឹងត្រូវគ្រោះថ្នាក់អន្តរាយក្នុងខណៈដែលរបងសិលចិត្តនឹងដាច់ដោយសារអាគមខ្មៅវិញ្ញាណរបស់វិបុលបានលេចចេញមកវិបុលដឹងថាលោកបងសុភ័ក្រមិនអាចតតាំងនឹងគ្រូខ្មៅនោះបានឡើយបើគ្មានអ្នកទៅបំបែកក្បាលយន់ក្នុងផ្ទះគ្រូថ្មវិបុលបានប្រាប់លោកបងសុភ័ក្រថាភ័ក្រថែរក្សាខ្លួនផងអរគុណហើយដែលជួយគ្រួសារខ្ញុំវិបុលបានប្រើធម្មពលវិញ្ញាណចុងក្រោយរបស់គេហោះសម្ដៅទៅកំទេចក្បាលយន់របស់គ្រូខ្មៅបង្កជាការផ្ទុះអាគមយ៉ាងខ្លាំងធ្វើការបែបនេះនឹងធ្វើឲ្យវិញ្ញាណរបស់វិបុលរលាយបាត់បង់រូបរាងជារៀងរហូតមិនអាចទៅចាប់ជាតិបានឡើយនៅពេលក្បាលយន្តត្រូវបានកំទេចហ្វូងអាបទាំងអស់ស្រាប់តែធ្លាក់ចុះមកដីរួចប្រែជាសាក់សពស្អុយរលួយគ្រូខ្មៅរងរបួសធ្ងន់ដោយសារអាគមត្រឡប់មកលើខ្លួនឯងវិញលោកបងសុភ័ក្រឃើញឱកាសល្អក៏បានសូត្រមន្តជាយន្តោបណ្ដេញវិញ្ញាណអាក្រក់ចេញពីភូមិវតៃដែលឃើញវិញ្ញាណបងប្រុសវិបុលរលាយបាត់ទៅនាងបានយំស្រែកយ៉ាងខ្លាំងទឹកភ្នែកនាងប្រែជាពឿសថ្លាដែលជាវិញ្ញាណនៃការលៀងជំរះកម្មពៀវិបុលបានបាត់បង់ជីវិតជាលើកទី2ដើម្បីសង្គ្រោះអ្នកគ្រប់គ្នាលោកបងសុភ័ក្រដកដង្ហើមធំទាំងសោកស្ដាយមិត្តសម្លាញ់ប៉ុន្តែភារកិច្ចមិនទាន់ចប់ឡើយគ្រូខ្មៅទោះបីជារបួសប៉ុន្តែគេបានរត់កិច្ចចូលទៅក្នុងព្រៃបាត់ទៅហើយលោកបងសុភ័ក្រនឹងធ្វើការដោះស្រាយយ៉ាងណាជាមួយវតីតែឥឡូវនេះមានរូបរាងស្រស់ថ្លាដូចកែវត្រៀមនឹងទៅចាប់ជាតិភាគទី10អាគមដាច់ដង្ហើមនឹងការលះបង់ចុងក្រោយក្រោយពីការបាត់បង់វិញ្ញាណវិបុលភូមិទាំងមូលធ្លាក់ក្នុងសភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចប៉ុន្តែគ្រូខ្មៅពីភ្នំគូលែនមិនព្រមចោះចាញ់ឡើយទោះបីជារបួសធ្ងន់ក៏គេនៅតែមានល្បិចចុងក្រោយដ៏សាហាវបំផុតយប់នេះលោកបងសុភ័ក្រត្រូវបានសម្រេចចិត្តប្រើជីវិតខ្លួនឯងជាធ្នូដើម្បីការពារវិញ្ញាណវតីនិងកូនមិនឲ្យធ្លាក់ក្នុងកណ្ដាប់ដៃមច្ចុរាជម្ដងទៀតឡើយគ្រូខ្មៅដែលកំពុងលាក់ខ្លួនក្នុងរូងភ្នំក្បែរជាយភូមិបានចាប់ផ្ដើមប្រើវិជ្ជាចុងក្រោយគឺមុនផ្ដាច់ព្រលឹងគេបានសូត្រមុនអាគមហៅវិញ្ញាណវតីឲ្យត្រឡប់មកវិញទាំងបង្ខំវតីដែលចិត្តនឹងទៅចាប់ជាតិទៅហើយនោះស្រាប់តែត្រូវខ្សែចំណងខ្មៅពាត់ជុំវិញកធ្វើឲ្យនាងឈឺចាប់ស្រែកយ៉ាងខ្លាំងលោកបងសុភ័ក្រឃើញដូច្នេះក៏ដឹងថាគ្មានមុនអាគមណាអាចជួយនាងបានឡើយក្រៅពីការប្រើពុទ្ធបារមីខ្ពង់ពោះបំផុតលោកបងសុភ័ក្របានបង្គាប់ឲ្យអ្នកភូមិរៀបចំទីតាំងមួយនៅកណ្ដាលវត្តរួចលោកបានអង្គុយសមាធិរង្វង់ដែលព័ទ្ធទៅដោយពន្លឺទៀន7ពណ៌លោកបានសម្រេចចិត្តចេញរូបអរូបដើម្បីតតាំងជាមួយគ្រូខ្មៅក្នុងពិភពវិញ្ញាណខណៈពេលដែលរូបកាយរបស់លោកអង្គុយថ្មឹងវិញ្ញាណលោកបងសុភ័ក្រដែលបញ្ចេញពន្លឺពណ៌មាសបានហោះសម្ដៅទៅកាន់រូងភ្នំរបស់គ្រូខ្មៅដើម្បីកាត់ផ្ដាច់ខ្សែចំណងដែលឃុំឃាំងវតី
ក្នុងពិភពវិញ្ញាណការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងគ្រូខ្មៅបានប្រែរូបរាងជា3សាច់ដ៏ធំប៉ុន្តែវិញ្ញាណលបងសុភ័ក្រមានសភាពស្ងប់ស្ងាត់និងសូត្រមន្តអាណាបាណាសតិរហូតដល់ពន្លឺមាសជះស្រោចលើគ្រូខ្មៅធ្វើឲ្យអាគមទាំងអស់រលាយដូចជាអំបិលត្រូវទឹកគ្រូខ្មៅបានដាច់ដង្ហើមស្លាប់ភ្លាមក្នុងរូងភ្នំប៉ុន្តែវិញ្ញាណរបស់លោកបងសុភ័ក្រក៏ចុះខ្សោយយ៉ាងខ្លាំងរហូតដល់ស្ទើរតែត្រឡប់ចូលរូបវិញកាយមិនរួចវតីនិងកូនរបស់នាងត្រូវបានដោះលែងជារៀងរហូតនាងបានសម្ភាសលោកបងសុភ័ក្រជាលើកចុងក្រោយរួចរលាយបាត់នៅក្នុងពន្លឺពណ៌សដ៏ស្អាតប៉ុន្តែនៅកណ្ដាលវត្តអ្នកភូមិម្នាក់កំពុងភ័យស្លន់ស្លោព្រោះរូបកាយរបស់លោកបងសុភ័ក្រចាប់ផ្ដើមត្រជាក់ស្រេបនិងមិនដឹងខ្លួនលោកបងសុភ័ក្រអាចត្រឡប់មកវិញបានដែរឬទេឬមួយលោកត្រូវបាត់បង់ជីវិតដូចជាវិបុលដែរភាគទី11ផ្លូវបំបែកនៃវិញ្ញាណនិងកម្មផលគ្រូថ្មរវាងលោកីនិងលោកខាងមុខមានព្រំដែនស្ដើងត្រឹមសរសៃសក់បន្ទាប់ពីយកឈ្នះគ្រូខ្មៅក្នុងពិភពវិញ្ញាណព្រលឹងរបស់លោកបងសុភ័ក្របែរជាវង្វេងផ្លូវក្នុងអពពណ៌ប្រផេះមិនអាចរកផ្លូវត្រឡប់មកកាន់រូបកាយវិញបានយប់នេះអ្នកភូមិទាំងអស់រួមទាំងអ៊ំថាត្រូវរួមកម្លាំងគ្នាដុតទៀនជ័យដើម្បីហៅព្រលឹងលោកបងសុភ័ក្រត្រឡប់មកវិញមុនពេលដែលសូរគ្រាសមកដល់ហើយទ្វារមរណៈបិទជារៀងរហូតវិញ្ញាណរបស់លោកបងសុភ័ក្រកំពុងតែដើរក្នុងទីវាលដ៏សែនងងឹតមួយដែលគ្មានទិសតំបន់នៅទីនោះលោកបានជួបនឹងវិញ្ញាណជាច្រើនដែលមិនទាន់អស់កម្មកំពុងយំសោកបោកខ្លួនស្រាប់តែលោកបងបានឃើញវិបុលមិត្តភ័ក្តិរបស់លោកម្ដងទៀតវិបុលបានបង្ហាញផ្លូវហើយនិយាយថាភ័ក្តិឯងមិនទាន់អស់អាយុទេមនុស្សក្នុងភូមិនៅរងចាំឯងចូលដើរតាមពន្លឺទៀនជ័យដែលគេកំពុងដុតឲ្យឯងចោះវិបុលបានរុញលោកបងសុភ័ក្រឲ្យឆ្ពោះទៅកាន់ពន្លឺតូចមួយនៅឆ្ងាយសែនឆ្ងាយនៅឯផ្ទះគ្រូថ្មឪពុកចុងវតីអ្នកភូមិបានប្រទះឃើញសពគេកំពុងដេកស្លាប់ទាំងកែវភ្នែកបើកចង្ហរធ្លុងអ្វីដែលរំភើបបំផុតនោះគឺសាកសពរបស់គេចាប់ផ្ដើមខ្មៅជាំនិងរលាយដូចជាត្រូវទឹកអាស៊ីតដែលនេះគឺជាលទ្ធផលនៃការចាញ់អំពើខ្លួនឯងទោះជាយ៉ាងណាភាពងងឹតដែលបានបន្សល់ទុកនៅតែតាមលងបំលាញអ្នកភូមិមួយចំនួនដែលធ្លាប់មានចិត្តលោភលន់ចង់បានអាគមពីគេអ៊ំថាបាននាំអ្នកភូមិសូត្រមន្តសង្គាយនាយ៉ាងខ្លាំងបន្លឺឡើងពេញវត្តទៀតដែលពាត់ជុំវិញរូបកាយរបស់លោកបងភ័ក្រចាប់ផ្ដើមឆេះសន្ធោសន្ធៅយ៉ាងខ្លាំងទៅស្រាប់តែរូបកាយរបស់លោកបងសុភ័ក្រដែលត្រជាក់ស្រេបបានកន្ត្រាក់មួយកំភឹងរួចលោកក៏ដកដង្ហើមធំហឺតហាក់ដូចជាមនុស្សទៅតែងើបពីក្នុងទឹកលោកបានបើកភ្នែកឡើងវិញជាមួយនឹងខ្សែភ្នែកដែលប្រែជាភ្លឺថ្លាជាងមុនលោកបងសុភ័ក្របានត្រឡប់មកវិញហើយប៉ុន្តែលោកបាននាំមកនៅព័ត៌មានមួយដ៏សំខាន់លោកបានឃើញថាវត្តៃនិងកូនបានទៅចាប់ជាតិក្នុងគ្រួសារមួយតាមរយៈបុណ្យដែលលោកបានសាងប៉ុន្តែរឿងរ៉ាវនេះមិនទាន់ចប់ទាំងស្រុងទេព្រោះនៅមានវត្ថុអាថ៌កំបាំងមួយទៀតដែលគ្រូខ្មៅបានលាក់ទុកក្នុងវត្តនេះដែលអាចបង្កគ្រោះថ្នាក់នៅថ្ងៃក្រោយភាគទី12គឺជាភាគបញ្ចប់យុទ្ធធម៌នៃកម្មផលនិងពន្លឺសន្តិភាពរាល់ការចាប់ផ្ដើមតែងតែមានការបញ្ចប់បន្ទាប់ពីឆ្លងកាត់គ្រោះថ្នាក់ស្លាប់រស់និងការប្រយុទ្ធជាមួយអំពើអាក្រក់មកយប់នេះអាថ៌កំបាំងចុងក្រោយដែលត្រូវបានលាក់ទុកក្នុងវត្តអារាមនេះគឺត្រូវបានលាតត្រដាងលោកបងសុភ័ក្រនឹងត្រូវបំពេញភារកិច្ចចុងក្រោយដើម្បីឲ្យវិញ្ញាណពាក់ព័ន្ធទាំងអស់បានទៅកាន់សុគតិភពដោយសន្តិវិធីតាមរយៈញាណពិសេសដែលលោកទទួលបានក្រោយពីវិលត្រឡប់ពីភពវិញ្ញាណលោកបងសុភ័ក្របានដឹងអំពីអ៊ំថាទៅកាន់សសរកប់ខ្មៅមួយដែលនៅជ្រុងខាងក្រោយព្រះវិហារទីនោះលោកបានរកឃើញក្បាលយន្តស្ពាន់ដែលគ្រូខ្មៅបានលួចយកមកបង្កប់ដើម្បីបឺតជញ្ជក់បារមីវត្តលោកបងសុភ័ក្របានសូត្រមន្តរំលាយអាគមរួចយកទៅរំលាយនៅក្នុងភ្លើងចៃនៅពេលដែលវត្ថុនោះរលាយបរិយាកាសក្នុងវត្តទាំងមូលដែលធ្លាប់តែអាប់អួរក៏ប្រែជាស្រឡះនិងត្រជាក់ត្រជុំភ្លាមនៅយប់ចុងក្រោយមុននឹងថ្ងៃត្រង់មកដល់វិញ្ញាណរបស់វិបុលនិងវតីរួមទាំងកូនបានបង្ហាញខ្លួននៅមុខចំពោះលោកបងសុភ័ក្រជាលើកចុងក្រោយលើកនេះពួកគេមិនមែនបង្ហាញខ្លួនមកក្នុងសភាពគួរឲ្យខ្លាចឡើយប៉ុន្តែរូបរាងដ៏ស្រស់សង្ហានិងស្រស់បោះមានពន្លឺពិតជុំវិញវិបុលបានសំពះលាមិត្តភ័ក្តិសម្លាញ់ដោយស្ងើមញញឹម
រីឯវតីបានក្រាបសំពះដល់ដីដើម្បីដឹងគុណដែលលោកបងបានជួយលៀងជំរះភាពអាម៉ាស់និងផ្ដល់យុទ្ធធម៌ឲ្យរំពេចនោះពន្លឺពណ៌មាសបានស្រោចស្រពពីលើពួកគេរួចក៏រលាយបាត់ទៅក្នុងអាកាសជីវិតក្នុងភូមិបានត្រឡប់មករកភាពប្រក្រតីវិញឪពុកចុងតិរិឆានខ្មៅដែលស្លាប់ទៅត្រូវបានអ្នកភូមិយកសពទៅបូជាធម្មតាប៉ុន្តែគ្មាននរណាម្នាក់ចងចាំឈ្មោះគេឡើយលោកបងសុភ័ក្របានសម្រេចចិត្តបន្តបួសជារៀងរហូតដើម្បីប្រើចំណេះដឹងនិងបារមីដែលលោកមានជួយសង្គ្រោះអ្នកភូមិពីទុក្ខសោកនិងរឿងអរូបីផ្សេងលោកបានយល់ច្បាស់ថាអាគមដែលខ្លាំងបំផុតមិនមែនជាការសម្លាប់គេឡើយគឺជាមេត្តាធម៌រឿងរ៉ាវនៃវិញ្ញាណវិលវល់និងស្បង់អសពត្រូវបានបញ្ចប់នៅត្រឹមនេះវាជាមេរៀនដាស់តឿនដល់មនុស្សគ្រប់រូបថាការព្យាបាទនិងការប្រើអំពើអាក្រក់មិនដែលផ្ដល់សេចក្តីសុខឡើយកម្មផលតែងតែតាមទាន់ដូចជាស្រមោលអន្ទោលតាមប្រាណសូមអរគុណប្រិយមិត្តដែលបានតាមដានតាំងពីដើមភាគ1រហូតដល់ភាគបញ្ចប់